អូស្ត្រាលីជួយអភិវឌ្ឍគម្រោងចំណតសាកល្បងនៅក្នុងក្រុងព្រះសីហនុឲ្យក្លាយជាទីក្រុងឆ្លាតវៃក្រុមកិច្ចសហការរួមគ្នាប្រទេសអូស្ត្រាលីបានរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍក្រុងព្រះសីហនុទៅជាទីក្រុងឆ្លាតវៃ Smart City លើគម្រោងចំណតសាកល្បងទៅជាទីក្រុងឆ្លាតវៃរបស់ក្រុងព្រះសីហនុនេះបើតាមអភិបាលខេត្តព្រះសីហនុលោកគូចម្រើនអភិបាលខេត្តព្រះសីហនុថ្លែងក្នុងជំនួបជាមួយលោក Pavlo Ken ឯកអគ្គរដ្ឋទូតអូស្ត្រាលីកាលពីថ្ងៃទី31ខែតុលាថាក្រៅពីនេះទស្សនវិស័យការអភិវឌ្ឍខេត្តព្រះសីហនុឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងរដ្ឋាភិបាលបានរៀបចំអភិវឌ្ឍផែនការមេប្រែក្លាយខេត្តព្រះសីហនុជាតំបន់ឧស្សាហកម្មនិងហិរញ្ញវត្ថុនាពេលខាងមុខលោកបន្តថារដ្ឋាភិបាលកម្ពុជាបានសហការជាមួយរដ្ឋាភិបាលជប៉ុនអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុជំហានទី1បានបញ្ចប់និងបន្តជំហានទី2ចាប់ពីឆ្នាំ2022ដល់ឆ្នាំ2025ពង្រីកកំពង់ផែឲ្យមានជម្រៅ 13.50 ម៉ែត្រនិងបន្តជំហានទី3ពី2025ដល់2029ឲ្យមានជម្រៅទឹក16ម៉ែត្រអាចឲ្យនាវាធ្វើចរាចរណ៍លើពិភពលោក 90% ចូលចតធ្វើឲ្យមានតម្លៃនៃការដឹកជញ្ជូនតាមផ្លូវទឹកមានការថយចុះនាំមកជូនលោកអ្នកដោយគម្រោងកោះកុង City ជាគម្រោងផ្ទះអាជីវកម្មកណ្ដាលក្រុងកោះកុងចាប់បើកលក់ហើយចម្ងាយត្រឹមតែ100ម៉ែត្រពីផ្សារដងតុងទីរួមខេត្តតែប៉ុណ្ណោះងាយស្រួលទិញដើម្បីប្រកបអាជីវកម្មនិងវិនិយោគចំណេញទំនាក់ទំនងលេខទូរស័ព្ទលោក Pavlo Ken អគ្គរដ្ឋទូតអូស្ត្រាលីថ្លែងថាតាក់ទងនឹងទីក្រុងឆ្លាតវៃយើងសង្កេតឃើញកំណើនការអភិវឌ្ឍមានសន្តាគារកាស៊ីណូទាមទារឲ្យក្រុងរបស់យើងជាទីក្រុងឆ្លាតវៃខេត្តព្រះសីហនុជាខេត្តមានសក្តានុពលយ៉ាងធំធេងបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិរួមមានវិស័យឧស្សាហកម្មពាណិជ្ជកម្មទេសចរនិងកសិកម្មដែលមានកំពង់ផែសមុទ្រទឹកជ្រៅជាងគេបំផុតក្នុងប្រទេសកម្ពុជាខណៈបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកំពុងរៀបចំទីក្រុងខេត្តព្រះសីហនុឲ្យទៅជាទីក្រុងឆ្លាតវៃផងដែរដោយឡែកគម្រោងសាកល្បងចំណតទីក្រុងឆ្លាតវៃត្រូវបានសិក្សានិងរៀបចំក្នុងការតាក់ទាញវិស័យឯកជនក្នុងការវិនិយោគនិងប្រតិបត្តិប្រព័ន្ធចំណតទីក្រុងឆ្លាតវៃការសិក្សាកំណត់នៅគំរូបច្ចេកទេសនិងឆ្លើយតបទៅនឹងស្តង់ដារកំណត់ដោយស្ថាបត្យកម្មបច្ចេកទេសគំរូពាណិជ្ជកម្មនិងគំរូភាពជាដៃគូរដ្ឋឯកជនដែលសមស្របដើម្បីបង្កើនអត្ថប្រយោជន៍សាធារណៈជាអតិបរមាស្របពេលធានានៅផលចំណេញសមរម្យសម្រាប់អ្នកវិនិយោគឬប្រតិបត្តិការអាស៊ាន Property នឹងនាំព័ត៌មានអចលនទ្រព្យជំវិញតំបន់អាស៊ានទៅកាន់អស់លោកអ្នក